ស្ថាបនិកបាក់សីមេឌានឹងជាអ្នកផ្ដួចផ្ដើមបង្កើតពិព័រណ៍អាជីវកម្មកម្ពុជាឆ្នាំ2026លោកសំកុសលលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី5ធ្នូស្ដីពីពិធីតាំងពិព័រណ៍លើកទី4ថានឹងបើកឱកាសឲ្យមានផលិតផលគ្រប់ប្រភេទចូលរួមធ្វើទីផ្សារតាំងបង្ហាញស្នាដៃផលិតផលនិងសេវាកម្មរបស់ខ្លួនជាពិសេសការជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុកនិងជួយស្ដារវិស័យធុរកិច្ចឲ្យមានសន្ទុះកើនឡើងជាមួយការចែករំលែកបទពិសោធន៍ពីម្ចាស់អាជីវកម្មក្នុងគោលបំណងដើម្បីជួយលើកស្ទួយផលិតផលខ្មែរនិងបង្ហាញពីគំនិតរកស៊ីដ៏អស្ចារ្យរបស់កូនខ្មែរនៅផ្សារទំនើបជីបម៉ុង271ចាប់ពីថ្ងៃទី17ដល់ថ្ងៃទី18ខែមករាឆ្នាំក្រោយនេះលោកបន្តថាពិព័រណ៍នេះក៏ដើម្បីបង្ហាញពីអាជីវកម្មថ្មីៗជាពិសេសស្នាដៃរបស់ធុរកិច្ចថ្មីដែលទើបនឹងបង្កើតជាមួយនឹងផលិតផលថ្មីៗដែលជាការច្នៃប្រឌិតចម្រុះមានគ្រប់វិស័យទាំងអស់បង្ហាញទៅសាធារណជននិងជាការចាប់ផ្ដើមរៀនធ្វើទីផ្សារព្រមទាំងមានអ្នកប្រឹក្សាផ្ដល់យោបល់ក្នុងការបង្កើនគុណភាពសុវត្ថិភាពនិងបរិមាណតាមស្តង់ដារដែលទទួលយកបាននិយាយរួមមកគឺបងប្អូនសប្បាយមកទិញហើយប៉ុន្តែអាធំជាងគេបំផុតគឺយើងរៀបចំមានសិក្ខាសាលា2ថ្ងៃហ្នឹងគឺបងប្អូនមករៀនតិចនិចនៅក្នុងការធ្វើទីផ្សារផលិតផលខ្មែរយើងធ្វើបានហើយគុណភាពយើងល្អហើយប៉ុន្តែពិព័រណ៍នេះគឺក្រៅពីបង្ហាញផលិតផលខ្មែរគឺយើងបង្ហាញក្បួននៅក្នុងការធ្វើទីផ្សារអញ្ចឹងក្រុមការងាររបស់បាក់សីបាទ Business Cambodia កំពុងតែរួមដៃគ្នាមួយម្ចាស់យីហោដើម្បីគិតថាតើយើងគួរធ្វើទីផ្សារបែបណាបាទអញ្ចឹងសង្ឃឹមថាម្ចាស់ស្តង់ដែលមកចូលរួមពិព័រណ៍មិនមែនមកតែលក់អីអត់ទេគឺមករៀនក្បួនធ្វើទីផ្សារបាទដែលនេះជាគោលបំណងធំដែលយើងរៀបចំពិព័រណ៍វានឹងជួយទៅដល់សហគមន៍ខ្មែរយើងជាច្រើនឲ្យមានទីផ្សារហើយឲ្យចេះធ្វើទីផ្សារខ្មែរយើងឥឡូវនេះឃើញថាផលិតបានហើយផលិតផលច្រើនតែក្នុងនោះអាចមានថាខ្វះខាតនៅឧទាហរណ៍ថាសោភ័ណភាពគុណភាពសុវត្ថិភាពជាពិសេសគុណភាពហ្នឹងដែលគេចោទបញ្ហាសំខាន់តើយើងមានអ្នកប្រឹក្សាកែលម្អដើម្បីឲ្យគាត់កែចេះមួយឲ្យល្អដើម្បីជំរុញធុរកិច្ចថ្មីយើងហ្នឹងឲ្យកាន់តែឈានឡើងឲ្យទទួលស្គាល់ទៅបាទអរគុណបងខ្ញុំបានធ្វើការហើយក៏បានជួបជាមួយនឹងភាគីពាក់ព័ន្ធជាច្រើននៅក្នុងស្ថាប័នរដ្ឋបានចូលរួមជួយអូយច្រើនមែនតើបាទយើងមានទាំងក្រសួងពាណិជ្ជកម្មទាំងក្រសួងឧស្សាហកម្មនវានុវត្តន៍បាទដុតដៃដុតជើងដើម្បីធ្វើបែបណាពង្រឹងស្តង់ដារបាទហើយខ្ញុំបានចុះជួបមួយម្ចាស់អាជីវកម្មប្រៀបធៀបតាំងពីឆ្នាំមុនហើយឆ្នាំនេះពួកគាត់ផ្លាស់ប្ដូរខ្លាំងពីផលិតផលគឺចាប់ដើមផលិតកាន់តែច្រើនគុណភាពទាំងការវេចខ្ចប់ទាំងគុណភាពយើងឥឡូវមិនមែនត្រឹមតែល្អមើលទេគឺអាខាងក្នុងបាទគឺមានបងប្អូនដែលជាម្ចាស់អាជីវកម្មហ្នឹងគាត់តេស្តនៅ labo ទៀតបាទហើយឥឡូវ labo ខ្មែរយើងកំពុងរវល់ខ្លាំងដោយសាររឿងតេស្តនឹងឯងបាទអញ្ចឹងទេគឺគុណភាពរបស់ខ្មែរយើងគឺកាន់តែកើនបាទហើយតាមរយៈដែលខ្ញុំសង្កេតមើលឃើញទេគឺឆ្នាំ2025នេះគឺកើនឡើងខ្លាំងធៀបមួយឆ្នាំមុនលោកសំកុសលបញ្ជាក់ថាអ្វីដែលសំខាន់នៃការរៀបចំពិព័រណ៍អាជីវកម្មកម្ពុជាលើកទី4នេះប្លែកមិនមែនសំដៅតែលើការលក់ប៉ុណ្ណោះទេប៉ុន្តែវាជាប្រយោជន៍ដែលធំនោះគឺការរួមគ្នារវាងក្រុមអាជីវករនិងស្ថាប័នធំដទៃទៀតជាពិសេសម្ចាស់អាជីវកម្មថ្មីក៏នឹងបានរៀនសូត្រក្នុងការធ្វើទីផ្សារលើផលិតផលរបស់ខ្លួនផងដែរពិព័រណ៍នឹងមានស្តង់ប្រមាណ100ស្តង់មកពីគ្រប់វិស័យដើម្បីបង្ហាញនៅផលិតផលជាមួយនឹងការចែកជូនដោយឥតគិតថ្លៃដូចជាសាប៊ូឱសថនិងផលិតផលមួយចំនួនទៀតព្រមទាំងការបញ្ចុះតម្លៃ 50% ទៅលើទំនិញមួយចំនួនផងដែរដូចជាសម្បកកង់ឡានAeron Head ដែលផលិតនៅក្នុងប្រទេសកម្ពុជាជាដើមជាមួយគ្នានោះក៏មានវាគ្មិនបានធ្វើបទបង្ហាញមានលោកវុទ្ធវិសាលអ្នកគ្រប់គ្រងកម្មវិធីពិព័រណ៍នៅផ្សារទំនើបជីបម៉ុងលោកអ៊ីវកំសួរអ្នកជំនាញផ្នែកលក់និងទីផ្សារលោកជានិមលនាយកគ្រប់គ្រង KHH ក្លិនស្អាតល្អនិងលោកជាកុកមេងនាយកប្រតិបត្តិរបស់ Aeron Head Thai Cambodia រួមទាំងមានការចូលរួមពីម្ចាស់អាជីវកម្មជាច្រើនរូបទៀតចឹងសំណួរដែលបងសួរបងប្អូនខ្លួនឯងសួរថាតើបងប្អូនសួរខ្លួនឯងថាតើអតិថិជនមិនបានទិញបងដែលសំណួរដែលសំខាន់អ្នកខ្លះទិញបងដោយសារតែប្រភេទតម្លៃល្អបើហើយគេទិញបងដោយសារគុណភាពល្អទិញបងដោយសារសេវាកម្មបងល្អទិញបងដោយសារ marketing បងល្អតើមួយណា
នៅពេលបងនេះដឹងថាបងនេះមានស្លាយចំនួនហ្នឹងបងនេះស្លាយចេញមកថាបងនេះមាន unique selling point គឺចំណុចសំខាន់របស់ក្រុមហ៊ុនបងប្អូន unique selling point គឺចំណុចពិសេសដែលក្នុងការលក់បងនេះតើបងនេះមាន unique selling point សូមបញ្ជាក់ឲ្យពាក្យហ្នឹងខ្ញុំនិយាយពីបងសួរដែរបើសិនខ្ញុំគាត់ជាកូនសិស្សគាត់ដូចគ្នាចឹងមុននឹងគាត់ customer យើងខ្លាចទៅជាលោកយក customer យើងមកលុះត្រាតែយើងដឹងថាគាត់បាច់តែយើងសិនតើបងណាស់នៅតែជឿបងទិញបងដោយសារអីគាត់មានមនុស្សមួយចំនួនឬក៏អ្នកដែលស្គាល់មួយហ្នឹងគេគាត់ទិញខ្ញុំដោយសារខ្ញុំបកកែលក់ខ្ញុំទទួលស្គាល់ដល់ថ្ងៃបកកែលក់បកកែនិយាយហើយប៉ុន្តែបើសិនបងលក់គាត់ថ្លៃបងបកកែលក់ណាឡើយក៏គាត់ទិញដែរតើបងមានអីឆាប់ពីបងបកកែនិយាយបកកែបន្តទៀតតើបងបានធ្វើអីទៀតតាក់ទងនឹងគាត់ទិញហើយកន្លែងហ្នឹងរឿង marketing ដែលដល់ថ្ងៃនេះនិយាយរឿងប្រហែលខ្ញុំនិយាយរឿងរបស់ខ្ញុំមើលសភៅ Three Cultural Marketing for Control និយាយរឿងប្រាក់ 5A រឿងតាក់ទងនឹង marketing គឺជារឿងមួយដែលបងនេះអាច convert ភ្ញៀវអាចទៅជាលោកយក customer បាន A ទី1គឺ awareness តើតាក់ទងនឹង awareness ផលិតផលរបស់បង brand របស់បងតើបងបានធ្វើអីអត់ឬក៏បង do nothing ខ្ញុំបើកហាងខ្ញុំដេកកម្មវិធីបន្តិចហួសសម័យឯងបើបងនេះបែបចឹងខ្ញុំគិតថាហួសសម័យតើបងបានធ្វើអីអវ៉ានេះតាក់ទងនឹងអវ៉ានេះបងបានធ្វើlaunching បងបានធ្វើ marketing បងបានធ្វើ content creating បងបានធ្វើ Facebook post មានធ្វើ poster ធ្វើអីធ្វើអីក៏ឲ្យតែមានអវ៉ានេះតើបងបានធ្វើអាហ្នឹងទី2នៅពេលបងបើសិនជាបងបានធ្វើហើយឬទី2បងទៅធ្វើគឺបងបានធ្វើឲ្យតាក់ទាញ appeal ទី1អវ៉ានេះទី2 appeal អានេះបានបងធ្វើ content អត់ហ្នឹងបងតែអ្នកខ្លះប្រកាសទៅ content មែនទេបើបងធ្លាប់ធ្វើ content ឬក៏បងធ្លាប់ធ្វើ video មួយចំនួនគឺធ្វើល្អមែនទេអាវានេះល្អមែនទេតែអាចទាញ share បានទេមាន video ខ្លះ1លាន view 2លាន view ទេអត់បានទេ video ខ្លះគឺគ្រាន់តែធ្វើអាវានេះមកតែម្ដងតើតែពេលបងកំពុងធ្វើអាវានេះឧទាហរណ៍អូម៉ាមិនបើបងនិយាយមិនថា 100% តើអូម៉ាហ្នឹងហើយតើមានភាពតាក់ទាញណាឲ្យភាពទៅសួរយើងបានអត់អាភៀលយើងបានអត់អាភៀលដល់គាត់ថាអាហ្នឹងល្អមែនអត់ឲ្យគាត់ឃើញក្នុង line គាត់បានអត់មានអត់គាត់ចង់សាកអត់ចឹងនៅពេលបងធ្វើ content មួយចំនួនបងត្រូវតែមានអាវានេះបូកជាមួយឲ្យគាត់មាន accuracy គឺភាពចំដល់ក្នុងនេះពីផលិតផលរបស់យើងបន្តមកទៀតទី3គេហៅ ask សួរតើពេលបងធ្វើ content អាវានេះហើយបងធ្វើ content បែបឲ្យគាត់ឆ្ងល់ហើយតើបងមាន content ណាគាត់សួរយើងអត់បងឃើញមួយចំនួនគេធ្វើសារនិច្ចកម្មមាន free នេះមាន free នោះអត់គេធ្វើដើម្បីអីមិនបើខ្ញុំថ្ងៃ event នឹងធ្វើកម្មវិធីមួយ discount 50% លើកង់ឡានបងសម័យនោះគ្រាន់ខ្ញុំគឺតែមាន discount 50%បើសិនបងជា customer របស់ខ្ញុំត្រូវធ្វើអីសួរតែ keyword មួយចំនួនហ្នឹងវាធ្វើឲ្យគេសួរយើងនៅពេលដែលគេតាមសួរយើងមានឱកាសក្នុងការ close deal ទេអត់ចុះបងធ្វើតាម content អាវានេះបងធ្វើ content appeal ហើយគេមិនសួររហូតតើបងគិតថាលុបបានអត់បានបង No yes អត់បានទេចឹងបន្តមកទី4ដល់ពេលដែលគេសួរហើយតើបងមានវិធីសាស្ត្រក្នុងការ close deal អត់ A ទី4គឺ A បានគេគាត់ធ្វើមានវិធីសាស្ត្រឲ្យគាត់ទិញបានអត់ខ្ញុំឃើញបងដែលលក់អនឡាញមកយើងពិតជាពូកែមែនខ្ញុំពិតជារសារពួកគាត់មែនគាត់មានហូបមួយចំនួនដែលធ្វើឲ្យគ្នាចង់ទិញតែម្ដងទិញមួយថែមមួយដូចខាងគ្រូគាត់ទិញស្រួលមួយថែមមួយគាត់ស្រួលមួយថែមមួយចង់ស្រួលចង់ទិញអត់អាហ្នឹងគេហៅថាហូបមួយចំនួនតែទៅនឹងហ្នឹងអញ្ចឹងបងមើលវិញថាតើ state ដែលបងកំពុងឈរនេះក្រុមហ៊ុនបងកំពុងឈរនេះផលិតផលបងកំពុងធ្វើ brand ដែលបងកំពុងធ្វើនៅក្នុង state មួយណាតែក្នុង state ដែលគេមិនអាចស្គាល់សោះឬក៏ក្នុង state ដែលក្នុងដំណាក់កាលដែលគេស្គាល់ហើយគេចាប់អារម្មណ៍ហើយឬក៏ចង់ដល់ state ថាគេចាប់អារម្មណ៍ហើយគេកំពុងតែស៊ូខ្ញុំហើយគាត់ខ្ញុំអត់តន់ close deal បានឬក៏ដល់ដំណាក់កាល close deal បានហើយប៉ុន្តែនៅឯយើងគាត់គឺ advocate គឺខ្លាច convert គាត់ទៅជាលោកយក customer គាត់ទិញហើយគាត់មកទិញយើងម្ដងទៀតឬគាត់ទិញហើយគាត់ហៅមួយពូម៉ាក់បងអូនច្រឡំតាមគាត់ទៅជួយទិញយើងទៀតនៅ state មួយណាហ
ហើយ stage មួយគឺមានតាក់ទងនឹង brand នេះគឺមានការធ្វើបែងចែកឧទាហរណ៍ថាបើបងទៅដល់ stage ទី3បងទៅប្រទេសល្អមែនទែនគេសួរច្រើនមែនទែនតែលក់ដែរបានទេប្រហែលជាមានបញ្ហាអីបងទៅបញ្ហាបងប្រហែលជាបុគ្គលិក sale បងអត់ចេះលក់ឬក៏ skill គាត់មិនសូវគ្រប់ឬក៏គាត់មិនសូវស្គាល់ប្រដាឬក៏រឿងអីកើតឡើងពួកគាត់ដែលធ្វើឲ្យគេមកសួរឲ្យគេចូលដល់ផ្ទះយើងឲ្យលក់បាននេះអញ្ចឹងប្រហែលជាមានបញ្ហាការលក់ហើយ sales skill បកវិញណាទៀតមិនបាញ់ខ្ញុំធ្វើ content មួយចំនួនហើយអត់មានអ្នកគេដែរសួរសោះប្រហែលជាបងពូតហ្នឹងពូតខុស target customer បងផំពូតមែនតើពូតអស់មួយថ្ងៃមែនមួយខែមែន$100-500តែបងពូតទៅពូតចំតែមែន target customer របស់បងតែគាត់ឃើញគាត់គ្រាន់តែឃើញគាត់ចាប់អារម្មណ៍ឬក៏ stage មួយដែរបងកំពុងធ្វើបដាហើយក៏បងកំពុងចេញលក់តែគេមិនស្គាល់សោះអញ្ចឹង stage មួយបងត្រូវចាំថានៅពេលបងមើលដឹងថាខ្ញុំកំពុងនៅ stage មួយណាវាមានយុទ្ធសាស្ត្រយ៉ាងច្រើនក្នុងការធ្វើ marketing យុទ្ធសាស្ត្រក្នុងការធ្វើ branding អញ្ចឹងអាទី4មកទី5គេហៅគាត់ទិញយើងហើយដែលជា topic ពិសេសសម្រាប់ថ្ងៃនេះដែលខ្ញុំនិយាយហ្នឹងគឺគាត់ទិញយើងហើយតើធ្វើម៉េចឲ្យគាត់មកទិញយើងទៀត